េត្តបាត់ដំបងត្រៀមទីតាំងសម្រាប់គោលដៅទេសចរជាង100កន្លែងសម្រាប់ទទួលភ្ញៀវក្នុងឱកាសចូលឆ្នាំប្រពៃណីចិនវៀតណាមខាងមុខនេះពិធីបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនឹងមកដល់នាពេលប្រមាណថ្ងៃទៀតប៉ុណ្ណោះអាជ្ញាធរខេត្តបាត់ដំបងបានត្រៀមទីតាំងគោលដៅទេសចររហូតដល់ជាង100ទីតាំងដើម្បីទទួលភ្ញៀវមកលេងកម្សាន្តលោកហមអារុនអនុប្រធានមន្ទីរទេសចរខេត្តបាត់ដំបងបានលើកឡើងក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុជាតិចំការជ័យខេត្តនាដើមសប្តាហ៍នេះថាខេត្តបាត់ដំបងគឺជាខេត្តមួយដែលមានសក្តានុពលនិងអំណោយផលខ្លាំងលើវិស័យទេសចរនិងមានភាពល្បីល្បាញផងដែរដោយក្នុងនោះមានរមណីយដ្ឋានបែបធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រសាសនាកែច្នៃអេកូទេសចរបែបសហគមន៍ប្រពៃណីនិងមានច្រើនទៀតសរុបប្រមាណជាង100ទីតាំងនិងមានម្ហូបអាហារឆ្ងាញ់ៗប្លែកៗទៀតនោះសុទ្ធសឹងជាសក្តានុពលទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិឲ្យមកលេងកម្សាន្តជាហូរហែមិនថាថ្ងៃបុណ្យទានថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាកនោះទេបន្ថែមពីនោះសម្រាប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមខាងមុខនេះមន្ទីរទេសចរបានត្រៀមរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តដោយការសហការជាមួយអាជ្ញាធរមូលដ្ឋានមន្ត្រីអេកូទេសចរម្ចាស់អាជីវកម្មសេវាកម្មភោជនីយដ្ឋានអាហារដ្ឋាននិងរមណីយដ្ឋានទាំងអស់ដើម្បីសម្រួលដល់ការមកលេងកម្សាន្តរបស់ភ្ញៀវទាំងអស់ដោយគិតគូរខ្ពស់លើការពង្រឹងបរិស្ថានអនាម័យការរក្សាតម្លៃនិងការបម្រើសេវាជូនភ្ញៀវជាដើមជាពិសេសមិនដំឡើងថ្លៃនោះទេលោកក៏បានអំពាវនាវឲ្យភ្ញៀវទេសចរជាតិអន្តរជាតិបន្តមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងឲ្យបានច្រើនកុះករពិសេសក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមនាពេលខាងមុខនេះផងដែរសូមជម្រាបថាក្នុងខេត្តបាត់ដំបងមានទីតាំងទេសចរសរុបប្រមាណ115កន្លែងរួមមានតំបន់ទេសចរបែបធម្មជាតិវប្បធម៌ប្រវត្តិសាស្ត្រសាសនាកែច្នៃអេកូទេសចរបែបសហគមន៍ប្រពៃណីនិងមានម្ហូបប្លែកៗដែលរសជាតិឈ្ងុយឆ្ងាញ់ផងដែរ